ក្រសួងព័ត៌មាននិងស្ថានទូតឥណ្ឌាចុះអនុសារណៈនៃការយោគយល់គ្នាលើជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផ្ដល់លទ្ធផលរហ័សដល់សហគមន៍ហៅកាត់ថា QIP តារា Cambodia News ឯកឧត្តមនេតភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឲ្យឯកឧត្តមវ៉ាន់ឡាលវ៉ូណាប៊យថឡុងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះអនុសារណៈនៃការយោគយល់ជាមួយស្ថានទូតឥណ្ឌារវាងក្រសួងព័ត៌មាននៅទីស្តីការក្រសួងនារសៀលថ្ងៃទី24ខែមីនាឆ្នាំ2025នេះឯកឧត្តមនេតភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូបញ្ជាក់ថានេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តគាំទ្រកម្ពុជារបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ក្រសួងព័ត៌មានដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍មូលដ្ឋានកំពុងជួបប្រទះកន្លងទៅមិត្តឥណ្ឌាក៏បានគាំទ្រការងារដ៏មានតម្លៃក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ណសារ Digital ជាតិនិងមជ្ឈមណ្ឌលទូរគមនាគមន៍សហគមន៍ហៅកាត់ថា CTCS គំនិតដូចផ្ដើមផ្ដល់មជ្ឈមណ្ឌលដែលមានសារៈប្រយោជន៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្ម Digital និងបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅកម្រិតសហគមន៍ថែមទៀតផងគួរជម្រាបជូនថាអនុសារណៈនៃការយោគយល់ថ្មីនេះទាក់ទងនឹងជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផ្ដល់លទ្ធផលរហ័សដល់សហគមន៍ហៅកាត់ថា QIP ដែលគម្រោងនេះគឺជាការបន្ថែមនូវការគាំទ្រដល់សាលារៀនតាមសហគមន៍ដូចជាទី1ការកែលម្អលទ្ធផលអប់រំនិងលទ្ធភាពប្រើប្រាស់រួមមានការចែកកង់ដល់សិស្សានុសិស្សតាមដានអត្រាចូលរួមការអនុវត្តការសិក្សាចំនួននៃអត្រាបោះបង់ការសិក្សានិងមតិកែលម្អរបស់សិស្សដើម្បីវាយតម្លៃឥទ្ធិពលនៃគម្រោងពង្រឹងស្មារតីទទួលខុសត្រូវនិងឯករាជ្យភាពរបស់សិស្សានុសិស្សទី2ផ្ដោតសំខាន់លើសុខភាពសុខុមាលភាពនិងនិរន្តរភាពរួមមានសុខភាពសុខុមាលភាពនិងនិរន្តរភាពកាត់បន្ថយថ្លៃធ្វើដំណើរការលើកទឹកចិត្តដល់ការហាត់ប្រាណឲ្យបានទៀងទាត់និងធ្វើឲ្យប្រសើរឡើងជាមួយនឹងសម្បទានិងការលើកកម្ពស់ជម្រើសនៃការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរឯកឧត្តមរដ្ឋមន្ត្រីនេតភេត្រាក្នុងនាមសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានអនុម័តថ្មីដោយរដ្ឋាភិបាលឥណ្ឌាក្នុងការគាំទ្រសហគមន៍សម្រាប់សាលារៀននិងគំនិតដូចផ្ដើមថាមពលពន្លឺព្រះអាទិត្យសម្រាប់ការទទួលបានព័ត៌មាននិងចំណេះដឹងដែលគម្រោងទាំងពីរនេះនឹងត្រូវបានអនុវត្តនៅក្នុងខេត្តក្រចេះគម្រោងទាំងនេះមានប្រសិទ្ធភាពដើម្បីដោះស្រាយតម្រូវការសហគមន៍សំខាន់ៗដោយជួយសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សទៅសាលារៀននិងកែលម្អភ្លើងបំភ្លឺតាមខ្នងផ្ទះនិងទីសាធារណៈនៅក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌាដែលបានបដិញ្ញាចិត្តរបស់ខ្លួនសម្រាប់គំនិតដូចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គគង្គីហៅកាត់ថា MGC ដែលបន្តផ្ដល់ឥទ្ធិពលដ៏មានអត្ថន័យសម្រាប់ការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជាសូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការមេគង្គគង្គីហៅកាត់ថា MGC គឺជាគំនិតផ្ដួចផ្ដើមអន្តរភិបាលដែលបានបង្កើតឡើងនៅក្នុងឆ្នាំ2000ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ចំនួន5រួមមានកម្ពុជាឡាវមីយ៉ាន់ម៉ាថៃនិងវៀតណាមកិច្ចសហប្រតិបត្តិការនេះត្រូវបានដាក់ឈ្មោះតាមឈ្មោះទន្លេមេគង្គក្នុងតំបន់អាស៊ីអាគ្នេយ៍និងទន្លេហ្គាងាក្នុងប្រទេសឥណ្ឌាដែលជានិមិត្តរូបនៃទំនាក់ទំនងប្រវត្តិសាស្ត្រនិងវប្បធម៌រឹងមាំរវាងតំបន់ទាំងនោះ